យើងអត់ទទួលស្គាល់អំពីកម្លាំងប្រដាប់អាវុធដែលព្រំដែនរំកិលដោយសារកម្លាំងប្រដាប់អាវុធចុះអត់ទទួលស្គាល់មិនបើយើងបាត់ឈប់បាញ់យើងសញ្ញាឲ្យគេនេះកំពុងតែអត់យល់ដំណងខ្ញុំនិយាយនេះមិនមែនបានន័យថាយីចុះនិយាយដដែលអញ្ចឹងខ្ញុំអត់និយាយដដែលថាមេដឹកនាំយើងនិយាយដដែលយើងយកអាចំណុចចាញ់យកទៅនិយាយដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគិតថាយើងអត់ទទួលស្គាល់ដឹងបានមកវិញអត់បានទេបងប្អូនបានផេះបើយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេគឺផេះហើយព្រោះអីយើងសញ្ញាគេទៅហើយហ្នឹងហើយដល់ពេលហើយលោកហ៊ុនម៉ាណែតពំតំណោតខ្លួនឯងនិយាយថាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធតែគាត់ថាគ្រប់គ្រងឲ្យអនុវត្តបាត់ជប់បាញ់ឲ្យបានមកខ្ជាប់ខ្ជួនថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសប្រការ3តកតទៅនឹងការវាស់វែងប្រការ3ហ្នឹងគឺវាស់វែងដីចាក់ស្ដែងអ្នកណាបានហ្នឹងក៏ប៉ុន្តែថៃអត់វាស់ទី1ទី2គឺយើងព្រមទទួលស្គាល់ឲ្យគេនៅណានឹងហ្នឹងហើយតែពិតថ្ងៃនេះវាគួរតែជាដំណឹងរីករាយសម្រាប់បងប្អូនខ្មែរនិងប្រជាពលរដ្ឋថៃដែរដោយសារតែដែលមានកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ានប្រូវិនហើយដែលដឹកនាំកិច្ចប្រជុំដោយប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនគឺលោក Ferdinand Marcos Jr. ដើម្បីធ្វើឲ្យនាយករដ្ឋមន្ត្រីខ្មែរនិងនាយករដ្ឋមន្ត្រីថៃជួបគ្នាដាច់ដោយឡែកមួយដែលមិនមែនជាផ្នែកមួយនៅក្នុងកិច្ចការជួបប្រជុំអាស៊ានថ្ងៃ7ថ្ងៃ8ហ្នឹងទេព្រោះជំនួបកម្ពុជាអាស៊ាន7 8ហ្នឹងគឺនាយករដ្ឋមន្ត្រីនៃប្រទេសអាស៊ានទាំងអស់ទៅជួបជុំគ្នានៅឯទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនដែលប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះហើយនេះគឺជាទម្លាប់ជាទូទៅទេនៅពេលដែលប្រទេសប្រូវិនជាម្ចាស់ផ្ទះអាស៊ានជាប្រធានអញ្ចឹងយើងត្រូវរៀបចំកិច្ចប្រជុំដឹកនាំគណៈប្រតិភូគណៈរដ្ឋមន្ត្រីឬក៏ស្អីនៃប្រទេសអាស៊ានទាំងអស់មកជួបគ្នាជា allergy អញ្ចឹងទេគាត់ថារឿងដែលសំខាន់នៅពេលនេះគឺលោកមកFerdinand Marcos Jr. ហ្នឹងគឺគាត់បានរៀបចំឲ្យមានជំនួបទ្វេភាគីតែពិតវាត្រូវជាត្រីភាគីព្រោះអីមានកិច្ចអន្តរាគមន៍មើលការខុសត្រូវពីប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនដែរដែលធ្វើឲ្យនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលនិងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជួបគ្នាពីគ្រោះការងារជាច្រើនហើយនេះក៏ជាជំហានមួយដ៏វិជ្ជមានសម្រាប់ប្រទេសខ្មែរនិងថៃដែរដោយសារតែយើងឆ្លោះគ្នាយូរហើយតាំងពីមានបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025មកគឺកន្លះឆ្នាំជាងហើយអត់ដែលបានជួបគ្នាចិត្តកន្លះឆ្នាំអត់ដែលបានជួបគ្នាទេមានតែផ្លោងសម្ដីដាក់គ្នាតែប៉ុណ្្នឹងទេឥឡូវនេះជួបគ្នាផ្ទាល់បែបនេះស្ថានភាពអាចនឹងមានភាពប្រសើរឬក៏ស្ថានភាពនៅតែដដែលឬក៏យ៉ាងម៉េចក៏ប៉ុន្តែគ្រាន់តែជម្រាបជូនបងប្អូនទាំងអស់គ្នាដែរថាមុននឹងថៃជួបខ្មែរក្នុងកម្រិតជានាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីបែបនេះគឺថៃបានត្រួសត្រាយផ្លូវរួចហើយអស់ហើយថៃគឺមានល្បិចកិច្ចកលមកកណោមុននឹងជួបហ្នឹងគឺអាតំបន់ព្រំដែនគោកគឺថៃបំផ្លាញកំទេចឬក៏ឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធថ្មីគ្រប់កន្លែងដែលថៃបានទន្ទ្រានឈ្លានពានហើយដែលខ្មែរព្រមចុះហត្ថលេខានៅណានៅនឹងឲ្យហ្នឹងគឺថៃគេធ្វើបានស្រេចចិត្តដោយសារតែយើងព្រមឲ្យគេនៅកណ្ណានៅហ្នឹងគេយល់លេះចឹងតែដល់ពេលអាព្រំដែនហ្នឹងអត់បានចរចារៀបចំគណៈកម្មការ JBC អីដើម្បីជួបជុំវាស់វែងអីតាមអ្វីដែលខ្មែររំពឹងទុកនោះថៃទៅដុតភ្លើងព្រៃមួយទៀតឲ្យឆេះថ្គោលគឺតកតងនឹងការដក MOU 2001តកតងនឹងការគ្រប់គ្រងដែនសមុទ្រនេះគឺជាយុទ្ធសាស្ត្រដ៏ស្មោកគ្រោករបស់ថៃមួយដែរដើម្បីពង្រៀងការចាប់អារម្មណ៍របស់កម្ពុជានិយាយទៅធ្វើឲ្យកម្ពុជាខ្សោះខ្លួនណាបងប្អូនហើយយើងខ្សោះខ្លួនតាមគេអញ្ចឹងមែនមេដឹកនាំយើងគឺទាំងអស់ទាំងចបៃទាំងត្រគឺនាំគ្នាទូងស្គរទៅវល់តាមថៃប្រវក់ដូចគ្នារឿង UNCLOS ហ្នឹងអារឿងណែ MOU 2001ហ្នឹងរឿងដែលវាអត់មានត្រូវការអីខ្វល់រឿងថៃលុបមិនលុបអីទេព្រោះអីគឺយើងដឹងហើយតើថាយើងមានច្បាប់អន្តរជាតិមិនតែសុំបាយថៃហូបអីវាអត់មានអីទេប៉ុន្តែអ្នកនយោបាយខូចដូចគ្នាខូចទាំងខ្មែរខូចទាំងថៃគឺថៃខូចនៅក្នុងន័យថារឿងកំពុងតែឆេះភ្លើងនៅឯទល់ដែនគោកអត់ព្រមដោះស្រាយឲ្យខ្មែរទេទៅដុតនៅព្រំដែនទឹកទៀតដើម្បីទាញការចាប់អារម្មណ៍របស់ខ្មែរទៅទម្លាក់ទឹកហ្មងហើយខ្មែរយើងនាំគ្នាទៅធ្លាក់ទឹកទាំងអស់គ្នាដែរគឺសុទ្ធតែយើងប្រកាន់ចំហអារឿង UNCLOS ហ្នឹងឲ្យត្រូវប្រើអាយន្តការផ្សះផ្សាដោយបង្ខំទាំងខ្លួនឯងអត់ដឹងថាស្អីគេយន្តការផ្សះផ្សាដោយបង្ខំនឹងខ្ញុំពងតែឆ្ងល់មើលបងប្អូនសួរខ្មែរយើងទាំងអស់គ្នាមើលស្អីគេអាចផ្សះផ្សាដោយបង្ខំនឹងហើយបើសិនជាផ្សះផ្សាដោយបង្ខំវាអត់មានផ្សះផ្សាទេអញ្ចឹងហើយបើផ្សះផ្សាដដែលចាំបាច់ឆ្លោះគ្នាទៅអីហើយយន្តការផ្សះផ្សាដោយបង្ខំនឹងស្អីគេឲ្យប្រកាសពាក្យថាផ្សះផ្សាដោយបង្ខំបានន័យថាគឺពីរអ្នកអត់ត្រូវគ្នាអញ្ចឹងនៅក្នុងលក្ខន្តិកៈរបស់សន្ធិសញ្ញាស្ដីអំពីនីតិសមុទ្រហ្នឹងគឺគេមានមាត្រាមួយមានបកសម្ព័ន្ធ5ឯមិនដឹងឯងខ្ញុំមិនទៅស៊ីជម្រៅទេព្រោះខ្ញុំមិនចាប់អារម្មណ៍ឈឺក្បាលឯរឿងហ្នឹងដែលធ្វើឲ្យយើងបាត់បង់អាធនធានចំណេះវិជ្ជារបស់យើងហ្នឹងនាំគ្នាទៅពុលតាមថៃហើយយើងណាអជ័យធ្លាក់ទឹកដូចគ្នាហ្នឹងអូយញ៉ាត់ហ្នឹងមកអស់ហើយពីព្រឹទ្ធសភាពីអីហ្នឹងសិតតែគ្រប់ត្រនាយករដ្ឋមន្ត្រីខ្មែរហ្នឹងក្នុងការដែលប្រើច្បាប់អន្តរជាតិ UNCLOS ចុះបើយើងបកកែណាស់មិនព្រមប្រើច្បាប់អន្តរជាតិ ICJ និង ICC ប្តឹងថៃរឿងដីគោកគេយកស្រស់នេះ
ហេតុអីក៏យើងមិនព្រមដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតអន្តរជាតិទៅហើយបើយើងទៅគ្រប់គ្រងរឿង UNCLOS ហ្នឹងថានឹងប្រើប្រាស់ច្បាប់អន្តរជាតិថាប្រជាពលរដ្ឋប្រមាណដែលគេនឹងទុកចិត្តយើងបើអារឿងនៅលើគោកចាក់ស្ដែងគេយកស្រស់ៗនេះអត់ទាំងប្តឹងប៉ុណ្ណាព្រោះតែឥឡូវទៅរឿងក្នុងទឹកឯណានោះដែលគេទំប្រកាសលុបហើយដែលលុបហ្នឹងទៀតសោតគឺជាយុទ្ធសាស្ត្ររបស់ថៃក្នុងការពង្រៀងដានពង្រៀងការចាប់អារម្មណ៍ដើម្បីឲ្យមានបរិយាកាសរៀងពុលតិចទៅពេលដែលលោកអនុទិនច័ន្ទវរៈគុលដឹងខ្លួនហើយថាមកប្រជុំនៅអាស៊ានជំនួបកពូលអាស៊ានថ្ងៃ7ថ្ងៃ8នេះជៀសមិនផុតពីជួបនាយករដ្ឋមន្ត្រីខ្មែរទេដូច្នេះដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃថាថៃអញ្ចឹងគឺក្លាហានរឹងមាំអញ្ចឹងមិនដឹកនាំគេបោះឆ្នោតអត់ខុសទេអញ្ចឹងគេទៅដុតព្រៃនៅអាម្ដុំកដាលទឹកនឹងទៀតទៅដើម្បីធ្វើឲ្យរឿងអត់មានរឿងសោះចេញជាមានរឿងដែរទៅលុប MOU 2001ចោលហើយដូចខ្ញុំនិយាយចឹងលុបក៏មិនលុបក៏មិនចង្រៃស្អីដែរលុបទៅខ្ញុំអោឲ្យតែលុបទៅលុបឲ្យបាត់ស្លាស់ហ្មងទៅព្រោះអីកុំឲ្យវាឈឺក្បាលពេក25ឆ្នាំអត់បានកាយផងក៏ប៉ុន្តែឥឡូវអារឿងដល់ពេលលុបហ្នឹងគឺយើងមានច្បាប់អន្តរជាតិគឺយើងមានមាត្រាមួយដែលនិយាយអំពីការផ្សះផ្សាដោយបង្ខំការផ្សះផ្សាដោយបង្ខំហ្នឹងបងប្អូនគឺមិនមែនជាការផ្សះផ្សាចាប់ចេញមកពីឋានប្រអិនថោនទេវតាណាទេនៅក្នុងមាត្រានៃអនុសញ្ញានីតិសមុទ្រស្ដីពីការផ្សះផ្សាដោយបង្ខំហ្នឹងគឺឧទាហរណ៍បើកម្ពុជាចង់គ្រប់គ្រងដែនសមុទ្រ26000គីឡូម៉ែត្រក្រឡាហ្នឹងចង់ខួងប្រេងឧទាហរណ៍ថៃគេអត់ព្រមថៃអត់ព្រមថៃរករឿងអត់ឲ្យយើងខួងហើយយើងមានសិទ្ធិស្របច្បាប់ថាកន្លែងហ្នឹងក្នុងដែនអធិបតេយ្យរបស់ខ្មែរអញ្ចឹងបើអត់មាន MOU 2001ទៀតផងគឺយើងត្រូវតែទៅយកអាមាត្រាមួយនៅក្នុងអានីតិសមុទ្រហ្នឹងគឺដើម្បីប្រើនីតិវិធីផ្សះផ្សាដោយបង្ខំហើយវិធីផ្សះផ្សាដោយបង្ខំហ្នឹងមិនមែនត្រូវការភាគីទី3ទេណាទីច្រឡំថាយកតុលាការអន្តរជាតិអីមកប្រើអត់ទេអានីតិវិធីផ្សះផ្សាដោយបង្ខំហ្នឹងគឺក្នុងមាត្រាហ្នឹងភាគីកម្ពុជាមានសិទ្ធិប្តឹងដើម្បីឲ្យបង្កើតជាគណៈកម្មការមួយដែលមានគណៈសមាជិក5នាក់ហើយសមាជិក5នាក់ហ្នឹងបានមកពីណាគឺបានមកពី2នាក់ពីខ្មែរ2នាក់ពីថៃហើយមានប្រធានមួយដែលថៃនិងខ្មែរព្រមព្រៀងគ្នារើសទៅហើយបើរើសប្រធាននឹងមួយអត់ត្រូវហ្នឹងហើយអាចតកតងទៅអង្គការសហប្រជាជាតិឬក៏ស្ថាប័នអន្តរជាតិណាមួយដើម្បីរើសប្រធានតែនៅតែយន្តការធ្វើភាគីដដែលហ្នឹងវាអត់មានអីប្លែកទេហើយធ្វើដូចជារឿងធ្លាក់មកពីឋានប្រអិនអូយនាំគ្នានឹងគឺថាកម្ពុជានឹងការពារអធិបតេយ្យខ្លួនមិនបោះបង់ចោលសិទ្ធិការពារច្បាប់សមុទ្រយើងការពារយើងចាំបាច់និយាយទៅស្អីយើងចាំបាច់ទៅនិយាយប្រាប់ថាកម្ពុជារក្សាសិទ្ធិនៅតែប្រកាសជាសាធារណៈថាព្រះអាទិត្យក្តៅទោះយើងមិនថាក៏ព្រះអាទិត្យវាអត់ដែលត្រជាក់ដែរវានៅតែក្តៅអញ្ចឹងរហូតដល់ព្រោះសារធាតុនៃព្រះអាទិត្យវាអញ្ចឹងហេតុអីចាំបាច់និយាយអញ្ចឹងមកឲ្យប្រជាពលរដ្ឋនឹងច្បោកច្បល់ដូចជាម្នាក់ដោយរត់ទិសតំបន់អីលែងគិតពីរឿងព្រំដែនគោកអស់លីងមកគិតថាណែកម្ពុជាគេការពារព្រំដែនទឹកមានទាត់បាត់ទៅឯណាអានៅនឹងវានៅប្រទាញបតុងគ្នានឹងវាក្រាន់បើជាងអាព្រំដែនគោកដែលសញ្ញេឲ្យគេឲ្យបាត់ហើយនេះបានបាត់នៅទឹកគឺអត់ទាន់ទេយើងប្រកែកយើងអីអាហ្នឹងគឺសំស្របខ្ញុំតន់គ្រប់ត្រឲ្យប្រកែកថាមិនទទួលយកប៉ុន្តែអាលើគោកនេះប្រកែកឡើងកើតដែរព្រោះយើងសញ្ញេឲ្យគេហើយតាំងថ្ងៃ27ខែធ្នូឆ្នាំ2025មកអានេះបានរឿងធំតែត្រូវប្តឹងផ្ដាល់គេហើយប្តឹងអត់បានទៀតព្រោះអីយើងសញ្ញេឲ្យគេហើយឥឡូវទៅចាប់ដៃគ្នាជាមួយនឹងលោកថាក់ស៊ីននឹងលោកហ៊ុនម៉ាណែតនៅឯទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនតែគាត់និយាយថាមកខ្ញុំដកស្រង់ភាសាឲ្យស្ដាប់ទាំងអស់គ្នាខ្ញុំអត់មានពេលនិយាយលម្អិតពីរឿងសាររបស់ពួកគាត់ទេសិតតែនយោបាយបោកប្រាស់ទាំងសងខាងអត់មានចំណេញអីទេចំណេញបានតែចាញ់នយោបាយប្រជាពិធរបស់មេដឹកនាំនៃប្រទេសទាំងពីរទេចាំមើលស្ដាប់សាររបស់លោកហ៊ុនម៉ាណែតអរគុណប្រទេសហ្វីលីពីនដែលបានឲ្យភាគីកម្ពុជានិងថៃបានជួបគ្នាការជួបគ្នានេះគឺដើម្បីកាត់បន្ថយកម្ដៅគឺឈានទៅរកការស្ថាបនាកសាងការជឿទុកចិត្តគ្នាមួយរវាងកម្ពុជានិងថៃចំណុចទី1ចំណុចទី2ក៏ថាយើងបដិញ្ញាដោយគ្នាព្រមព្រៀងទាំងថៃទាំងខ្មែរហើយនឹងប្រើប្រាស់យន្តការដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់រវាងខ្មែរនិងថៃជាពិសេសព្រំប្រទល់គោកគឺប្រើយន្តការ JBC គឺគណៈកម្មការព្រំដែនខ្មែរចម្រុះគណៈកម្មការ GBC កម្រិតភូមិភាគនិងកម្រិតតំបន់ចង់និយាយថាកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងការពារជាតិនិង RBC គឺកម្រិតភូមិភាគយោធានិងយោធាអញ្ចឹងទៅនេះអ្វីដែលលោកហ៊ុនម៉ាណែតនិយាយថាព្រមព្រៀងគ្នាហើយតកតងនឹងកិច្ចការព្រំដែនលោកហ៊ុនម៉ាណែតបានឱកាសនៅក្នុងយន្តការអាស៊ាននេះជួបជាមួយនឹងលោកអនុទិននឹងចង់ប្រាប់ពិភពលោកឲ្យដឹងថាកម្ពុជាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកងកម្លាំងប្រដាប់អាវុធទេនេះអានេះហើយដែលជា clear ជាអាយុជីវិតរបស់ថ្នាក់ដឹកនាំកម្ពុជាដែលគេហៅថាបើដូច clear ក្រុមហ៊ុនផលិតរថយន្តអីដូចថា Toyota អញ្ចឹងគេមាន clear ពាក្យស្លោករបស់គេមួយថាgo places អីចឹងទៅគ្រប់កន្លែងទៅអីចឹងតែអានោះដូចជា clear មួយដែលថាដូចស្រាផែនដីមានន័យជ្រៅអីចឹងឧទាហរណ៍ជា clear ដែលយកមកស៊ីបាននៅពេលដែលយកមកផ្សព្វផ្សាយអំពីរឿងព្រំប្រទល់ខ្មែរគឺកម្ពុជាមានតែមួយគត់គឺមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធនេះលោកហ៊ុនម៉ាណែតយកទៅនិយាយក្នុងវេទិកាហ្នឹងជាភាសាអង់គ្លេសឲ្យគេស្ដាប់បានឮពិភពលោកទៀតខ្ញុំសូមសរសើរឆ្លៀតនិយាយប្រាប់ពីបច្ចៈចំហកម្ពុជាដែរមួយទៀតគឺនៅតែគ្រប់ត្របတ်ឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025
ជាពិសេសគឺប្រការ3តកតងនឹងយន្តការវាស់វែងដីជាក់ស្ដែងដែលមាន JBC នឹងលោកហ៊ុនម៉ាណែតនិយាយចឹងទៀតហើយនឹងចុងក្រោយគាត់និយាយអំពីរឿងនីតិសមុទ្រវិញរឿងUNCLOS គឺកម្ពុជារក្សាសិទ្ធិប្រើច្បាប់អន្តរជាតិដើម្បីដោះស្រាយដែនសមុទ្រឲ្យមានសុខសន្តិភាពចំណុចទាំងអស់នេះសំខាន់ទាំងអស់ប៉ុន្តែខ្ញុំសូមបកស្រាយជូនបងប្អូនឲ្យជ្រាបអត់មានអីថ្មីទេពេលដែលលោកហ៊ុនម៉ាណែតនិយាយពីរឿងជួបគ្នាដើម្បីដោះស្រាយឲ្យមានយន្តការបន្ថយកម្ដៅហ្នឹងគឺយើងនិយាយចឹងមកអាយុហើយតាវាអត់មែនទៅនិយាយតែឥឡូវទេនិយាយមកអាយុហើយប៉ុន្តែកម្ដៅនៅអត់ដែលថយទេហើយរឿងប្រាប់ថាព្រំដែនមិនទទួលស្គាល់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះចង់លោកហ៊ុនម៉ាណែតនិយាយតជាស្ងួតកន្លៅទៀតក៏អត់បានផលអីដែរព្រោះអីយើងនិយាយតែក្នុងន័យមួយបើដូចជាក្នុងព្រំដែនសមុទ្រសពថ្ងៃអាចត្រូវព្រោះរិសាថៃអត់ទាន់បានវាយយកដែនសមុទ្រយើងសំបីតែ1មីលីម៉ែត្រទេវាគ្រាន់តែជាតំបន់ត្រួតស៊ីគ្នាដែលធ្លាប់មាន MOU តែអត់ទាន់បានមានចម្បាំងស្អីប្រើម៉ារីនប្រើទ័ពជើងទឹកអីយកមកទន្ទ្រានឈ្លានពានយកដីកន្លែងណាមួយហើយខ្មែរយើងចុះហត្ថលេខាឲ្យគេគ្រប់គ្រងដែនកោះដែនសមុទ្រហ្នឹងដោយស្របច្បាប់ហ្នឹងវាអត់ទាន់មានអាហ្នឹងយើងអាចប្រកាសថាមិនទទួលស្គាល់អីបានអ្នកណាវាយមកយកដោយកម្លាំងប្រដាប់អាវុធយើងអត់ទទួលប៉ុន្តែដែនគោកនេះលោកហ៊ុនម៉ាណែតនិយាយថាយើងមិនទទួលស្គាល់ព្រំដែនគោកដែលប្រែប្រួលដោយកម្លាំងប្រដាប់អាវុធហ្នឹងគឺជារឿងនិយាយអត់បានផលទេព្រោះអីយើងនិយាយបានតែក្នុងករណីយើងអត់ទាន់ចុះហត្ថលេខានៃបទឈប់បាញ់អ្នកណានៅហ្នឹងទេខ្ញុំឲ្យឧទាហរណ៍ម្ដងទៀតណាបងប្អូនរឿងអ៊ុយក្រែននិងរុស្ស៊ីមកដល់ម៉ោងនេះរុស្ស៊ីនៅគ្រប់គ្រងដែនអ៊ុយក្រែនរហូតដល់25%នៃចំណែកដីរបស់អ៊ុយក្រែនអ៊ុយក្រែនអត់មានបានទទួលស្គាល់តបរុស្ស៊ីទេវាយរហូតវាយបានរហូតហេតុអីបានវាយបានរហូតព្រោះអ៊ុយក្រែនអត់បានចុះហត្ថលេខាព្រមឲ្យរុស្ស៊ីនៅហ្នឹងឯងណែឯងនៅណាក៏ខុសច្បាប់ដែរក្នុងដីអ៊ុយក្រែនហើយខ្ញុំមានសិទ្ធិទម្លាក់គ្រាប់ទៅការពារ drone ទៅសម្រាប់តបណែងវិញបានគ្រប់ពេលព្រោះអីដីអ៊ុយក្រែនអត់មានបាត់ឈប់បាញ់ឃើញនៅស្លាប់មនុស្សអត់ឈប់សង្គ្រាម 3-4 ឆ្នាំអត់ឈប់មែនប៉ុន្តែដីអត់បាត់ទេប៉ុន្តែខ្មែរវិញចុះឥឡូវដែលហ៊ានទៅទម្លាក់គ្រាប់ទៅលើពួកដាក់កុងតឺន័រនៅអាទល់ដែនថៃហ្នឹងឯងដែលហ៊ានទៅទម្លាក់គ្រាប់នៅអាស្អីគេធ្វើកាយផ្លូវឡើងទៅភ្នំ350ឬក៏ប្រាសាទតាកបីប្រាសាទខ្នាប្រាសាទតំនធំឯដែលហ៊ានទៅប៉ះថៃបន្តិចមើលហ៊ានទៅប៉ះគេបន្តិចមើលខែអាហ្នឹងខាងដែនដីរបស់ខ្មែរមិនចឹងតែយើងឲ្យគេនៅណានៅហ្នឹងនេះអារឿងនេះគេតែជារឿងបញ្ហាយើងអត់អាចវាយគេបានយើងអាចទម្លាក់គ្រាប់យើងអត់អាចប៉ះពាល់គេបានទាំងអស់ដោយសារតែយើងព្រមចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងយើងអត់ទទួលស្គាល់អំពីកម្លាំងប្រដាប់អាវុធដែលព្រំដែនរំកិលដោយសារកម្លាំងប្រដាប់អាវុធចុះអត់ទទួលស្គាល់មិនបើយើងបាត់ឈប់បាញ់យើងសញ្ញាឲ្យគេនេះកំពុងតែអត់យល់ដំណងខ្ញុំនិយាយនេះមិនមែនបានន័យថាយីចុះនិយាយដដែលអញ្ចឹងខ្ញុំអត់និយាយដដែលថាមេដឹកនាំយើងនិយាយដដែលយើងយកអាចចំណុចចាញ់យកទៅនិយាយដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគិតថាយើងអត់ទទួលស្គាល់ដឹងបានមកវិញអត់បានទេបងប្អូនបានផេះបើយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេគឺផេះហើយព្រោះអីយើងសញ្ញាគេទៅហើយហ្នឹងហើយដល់ពេលហើយលោកហ៊ុនម៉ាណែតពំតំណោតខ្លួនឯងនិយាយថាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធតែគាត់ថាគ្រប់គ្រងឲ្យអនុវត្តបាត់ឈប់បាញ់ឲ្យបានមកខ្ជាប់ខ្ជួនថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសប្រការ3តកតនឹងការវាស់វែងប្រការ3ហ្នឹងគឺវាស់វែងដីចាក់ស្ដែងអ្នកណាបានហ្នឹងក៏ប៉ុន្តែថៃអត់វាស់ទី1ទី2គឺយើងព្រមទទួលស្គាល់ឲ្យគេនៅណានឹងហ្នឹងហើយចុះបើវាស់ហ្នឹងយ៉ាងច្រើនបានបន្តិចបន្តួចដកបន្លាលួសអីមិនច្រើនទេគឺវាស់ទៅអាជាពិសេសព្រៃច័ន្ទព្រៃអីហ្នឹងវាស់ទៅយ៉ាងច្រើនដឹងថាហ្នឹងបោះថៃដាច់ហើយកុំបាច់អញ្ញាទៀតឲ្យច្បាស់ចឹងហ្មងទៅតែបើរឿងបានខ្មែរដឹងអត់ទេហើយអាហ្នឹងយើងឲ្យទៅមានអាប្រការមួយហ្នឹងយើងសង្ឃឹមស៊ីលើអាប្រការ3ហ្នឹងដែលគិតថានឹងត្រូវតែវាស់ទៅហើយសង្ឃឹមបានខ្មែរសង្ឃឹមបានមកពីណាបើថៃគេប្រើផែនទីខ្នាត1លើ50,000ហើយយើងប្រើលើផែនទីខ្នាត1លើ200,000ហ្នឹងឥឡូវថៃគេនិយាយថាម៉េចអនុទិនច័ន្ទវរៈកុលគាត់និយាយថាការជជែកជាមួយលោកហ៊ុនម៉ាណែតប្រព្រឹត្តទៅដោយក្នុងស្ថានភាពភេត្រភាពបានន័យថាជាភាពល្អលើនឹងគ្នានិងពិភាក្សាត្រង់ទៅត្រង់មកហ្នឹងអនុទិនច័ន្ទវរៈកុលគាត់ថាយើងទាំងពីរនាក់ប្រទេសទាំងពីរបដិញ្ញាដើម្បីសន្តិភាពតាមរយៈការជជែកគ្នាអូខេល្អដូចគ្នាប្រសើរបំផុតគឺអនុទិនច័ន្ទវរៈកុលថាចំនួនព្រំដែនអាចដោះស្រាយបានដល់ប្រសើរបំផុតគឺការជៀសវាងទំនាស់ផ្ទុះអាវុធតទៅទៀតដែលការដែលផ្ទុះអាវុធនេះឬក៏ទំនាស់នេះគឺវាអត់មានអីក្រៅពីនាំមកនៅមនុស្សស្លាប់ហើយនឹងការឈឺចាប់ទុក្ខវេទនាខ្លោចផ្សាទេតម្រូវឲ្យភាគីមានភាពស្មោះត្រង់ហើយមានសុចន្ទៈនៅក្នុងការសម្រេចនៅក្នុងការដោះស្រាយបញ្ហាបង្កើតឲ្យមានយន្តការមួយគឺរដ្ឋមន្ត្រីក្រសួងការបរទេសទាំងកម្ពុជាទាំងខ្មែរហ្នឹងទាំងថៃហ្នឹងគឺជួបគ្នាទៅដើម្បីកសាងការជឿទុកចិត្តគ្នានិងទំនាក់ទំនងទ្វេភាគីឲ្យប្រសើរឡើងហើយទៅមុខតទៅទៀតគឺមួយជំហានម្ដងទិសដៅរួមគ្នាណាលោកអនុទិនច្បាស់អញ្ចឹងហើយឲ្យតាក់ទងគ្នាគ្រប់កម្រិតទាំងអស់កុំឲ្យតែមកកម្រិតណានោះកុំឲ្យមានការយល់ច្រឡំគ្នានឹងចុងក្រោយតាក់ទងនឹងការនឹងព្រំដែនទាំងព្រំដែនគោកនិងព្រំដែនទឹកគឺត្រូវតែដោះស្រាយតាមសន្តិវិធី
អ្វីដែលលោកអនុទិនច័ន្ទវរៈកុលនិយាយមកនេះគឺជាការនិយាយហាក់បីដូចជាប្រាប់ពិភពលោកមកនោះថាខ្មែរខូចហ្មងព្រោះអីភាសាមកសិបបដៅដាស់តឿនទាំងអស់ថាគេនឹងអត់ខុសឲ្យឃើញគេថាអាចំនួនហ្នឹងវានាំឲ្យមនុស្សស្លាប់វានាំឲ្យមានទុក្ខវេទនានេះគេថាយើងហ្នឹងអ្នកបង្កចំនួនតកតងនឹងរឿងស្មោះត្រង់តកតងនឹងស្អីហ្នឹងឲ្យកសាងភាពជឿទុកចិត្តគ្នាហ្នឹងឲ្យនិយាយទៅគឺថាមកដូចយើងហ្នឹងបង្កើតឲ្យមានភាពមិនទុកចិត្តគ្នាពីកម្ពុជាព្រោះភាសាហ្នឹងគឺភាសានិយាយប្រាប់មកថាខ្លួនឯងជាអ្នកគ្រាន់បើប្រាប់មកថាភាគីមកខាងទៀតទេដែលធ្វើឲ្យមានបញ្ហាយើងហ្នឹងគឺត្រូវបានថៃហ្នឹងគេយកបងលើឆាកអន្តរជាតិដូចជាមេរៀនព្រៀនប្រដៅយើងអញ្ចឹងសាររបស់គេហ្នឹងហើយចំណេញអីគេបងប្អូនឥឡូវហ្នឹងតើមិនវាល្អយ៉ាងម៉េចទៅវាអត់ទាន់ដឹងថាទៅល្អអីសោះខ្ញុំរកកន្លែងល្អអត់ឃើញទេគ្រាន់តែថាហ្នឹងហើយបានជួបវាជាការបង្ក្រប់កិច្ចទេព្រោះអីមេដឹកនាំអាស៊ានជួបនៅភូមាហើយជួបនៅហ្វីលីពីនហើយហ្វីលីពីនជាម្ចាស់ផ្ទះដូច្នេះវាអត់មានអីក្រៅតែពីឲ្យជជែកគ្នាទៅប៉ុន្តែដំណោះស្រាយយន្តការទាល់តែមានយន្តការអាញាកណ្ដាលហ្នឹងគឺសំដៅទៅលើពីរនាក់អត់ដណ្ដើមគ្នាដេកកដាលដូចរាល់ថ្ងៃឥឡូវនៅដណ្ដើមដេកគ្នាដេកកដាលទៀតចាស់យន្តការដែលថាជជែកគ្នាហ្នឹងតើមិនព្រមប្រើយន្តការកដាលអាស៊ានមួយទៅដែលមានអង្គការចាត់តាំងមួយដែលជាអាជ្ញាកណ្ដាលមានទាំងសមាជិកអាស៊ានពីសេនានុព័ន្ធយោធាខ្មែរសេនានុព័ន្ធយោធាថៃនិងអាស៊ានចូលគ្នាទៅហើយបញ្ចូលគ្នាធ្វើជាគណៈកម្មការចម្រុះចឹងទៅដើរមើលខ្លំមើលព្រំដែនអត់អ្វីដែលប្រសើរនៅក្នុងកិច្ចប្រជុំហ្នឹងគឺអា AOT នេះអាសង្កេតការមួយខាងរៀងខ្លួនហ្នឹងបន្ត3ខែទៀតដល់ខែកក្កដាមានតែប៉ុណ្្នឹងហើយដំណោះស្រាយអីហ្នឹងគឺមិនមានទេព្រោះអីខូចថៃគេខូចប៉ុន្តែគេបានដីតែយើងអត់អាចនឹងនេះតែយើងទៅសម្របសម្រួលចង់ចរចាទ្វេភាគីតើទ្វេភាគីហ្នឹងជាអ្វីថៃចង់បានទេចុងក្រោយចូលទៅក្នុងសងថៃហើយពីរអ្នកសុំគ្នាដីកដាលហ្នឹង